ខ្ញុំเอกសិទ្ធិថៃរតអ្នកដឹកនាំរឿងហាឡាបាឡាព្រៃលុះពលឹងខ្ញុំមិនធ្លាប់ដែលឮពីព្រៃហាឡាបាឡាពីមុនទេរហូតដល់ពេលខ្ញុំរកព័ត៌មានពេលដែលសរសេរ script សម្រាប់ភាពយន្តរន្ធត់ហើយឃើញថាមានព្រៃឈ្មោះនេះមែនវាជាព្រៃដែលមានគ្រប់បែបយ៉ាងតែម្ដងនៅខាងត្បូងប្រទេសថៃទីនោះមានរឿងរ៉ាវអាត់កំបាំងត្រូវបកទៅពេលអ្នកដឹកនាំរឿងមកនិយាយរឿងហាឡាបាឡាកាលពីឆ្នាំមុនទី1គឺការពិតយើងមិនដែលស្គាល់ព្រៃហាឡាបាឡាហើយចៃដន្យមានដំណើរមកថាមានតពួកមនុស្សស៊ីសាច់មនុស្សត្រូវស្លាប់ហើយកប់នៅក្នុងព្រៃស្ដាប់ទៅអស្ចារ្យតាំងពីឃ្លាដំបូងខ្ញុំមានអារម្មណ៍ថាព្រៃហាឡាបាឡាជាអ្វីយើងមើលឃើញខ្សែរឿងទីនោះសពគ្រប់តែម្ដងរួចគាត់ជាស្ដេចបេនហ្កាភ័យរន្ធត់ស្រាប់គាត់ក៏មាន design តួអង្គផ្សេងគ្នាតួតុក្កតាដែលគាត់បង្ហាញហើយយើងឃើញទៅចាប់អារម្មណ៍សរសើរគាត់ពិតមែនសម្រាប់ដាក់ចូលភាពយន្តថៃហើយកាត់បន្ថែមនោះគឺបានចេញជា design បែបរន្ធត់ដែលបងអ្នកដឹកនាំគាត់ដាក់បញ្ចូលខ្ញុំគិតថាវាពិតជាស័ក្តិសមមែនវាបន្តឲ្យបងប្អូនទៅទស្សនាឲ្យមានអារម្មណ៍ថារំភើបជាប់រហូតសម្រាប់ព្រៃហាឡាបាឡាផ្ទាល់គឺធ្វើឲ្យយើងមានអារម្មណ៍ថាជារឿងគួរឲ្យចាប់អារម្មណ៍និយាយដល់ការលេបត្របាក់ហើយយើងមានព្រៃនេះជាតំណាងផ្ទាល់តែម្ដងឬក៏ពេលនិយាយដល់រឿងពីការកម្ចាត់ឬរបបបិសាចទាំងក្នុងខ្លួនក្រៅខ្លួនចង្រៃជួខ្ញុំស្គាល់អ្នកដឹកនាំថាជាអ្នកគូគំនូជីវចលហើយស្នាដៃរបស់គាត់ច្បាស់លាស់ល្អណាស់គឺគាត់មានគំនូសัตว์ចម្លែកហើយមើលទៅគួរឲ្យខ្លាចពេលនោះមិនទាន់ជួបគាត់ផ្ទាល់អីទេស្គាល់តែឈ្មោះគាត់ហើយមួយរយៈក្រោយក៏ស្គាល់គាត់ជាអ្នកនិពន្ធ script រឿងដូចជាសាសព19 game 13អញ្ចឹងដែរហើយមើលទៅភាពយន្តអស់នោះគឺដូចជាភ័យរន្ធត់ដែលមានប្រភេទសัตว์ចម្លែកតិចតួចហើយក្រោយមកតាមដានស្នាដៃរបស់គាត់បន្ថែមដូចជាភាពយន្ត Terror Today ពេលដែលមើលទៅខ្មោចសัตว์ចម្លែកមានគ្រប់មានអារម្មណ៍ថាទេគាត់នេះគឺចូលចិត្តប្រភេទភាពយន្តនឹងដល់ហើយនេះគឺជាភាពយន្តដំបូងរបស់គាត់ដែរហើយក៏ជាអ្វីដែលគ្រប់យ៉ាងដែលគាត់ពេញចិត្តហើយបញ្ចូលនៅក្នុងភាពយន្តនេះដឹងតែធ្វើចេញមកល្អហើយព្រោះនោះគឺជាអ្វីដែលគាត់ស្រឡាញ់តែម្ដងខ្ញុំពេញចិត្តភាពយន្តដែលគាត់ធ្វើមកមុនព្រោះថាខ្ញុំចូលចិត្តមើលភាពយន្តបែបខ្មោចដូចអញ្ចឹងវាជាលើកដំបូងដែលខ្ញុំបាននិពន្ធហើយបានទៅដឹកនាំដោយផ្ទាល់ខ្ញុំបានជួបក្រុមការងារខ្ញុំគិតថាខ្ញុំឈួតតែពេលមកជួបក្រុមការងារកន្លែងថតគឺកាន់តែឈួតលើសដើមដោយមនុស្សឈួតមកជុំគ្នាហើយមកធ្វើរឿងឈួតជាមួយគ្នាមានអារម្មណ៍ថារំភើបណាស់